រឿងស្វែងរកស្នេហាម្ដងទៀតត្រឡប់ទៅក្រោយវិញអស់កាលជាយូរលង់ណាស់មកហើយមានព្រះនាងដ៏ស្រស់ស្អាតម្នាក់រស់នៅឈ្មោះថាអេវ៉ាលីនស្រឡាញ់អ្នកចម្បាំងសង្ហាម្នាក់យ៉ាងខ្លាំងដែលមានឈ្មោះថា Bradley នៅពេលស្ដេចដឹងពីរឿងនេះគាត់សប្បាយចិត្តភ្ញាក់ផ្អើលនឹងត្រេកអរផងដែរដោយសារគាត់ចូលចិត្ត Bradley ប្រាប់ប្រជារាស្ត្រនៅក្នុងទីក្រុងថាអ្នកចម្បាំងព្រះលីនិងព្រះនាងអេវ៉ាលីនរៀបអភិសេកនៅថ្ងៃប្រច័នពេញមុខក្រោយនេះដូច្នេះ Bradley និង Evelyn រៀបអភិសេកបន្ទាប់ពីអាទិត្យក្រោយនគរទាំងមូលសប្បាយចិត្តឥឡូវដោយសារច្បាប់នៃនគរកូនក្រមុំកូនកំលោះមិនត្រូវឲ្យជួបមុខគ្នាចាប់ពីថ្ងៃដែលប្រកាសរហូតដល់ថ្ងៃដែលពួកគេរៀបអភិសេកតែដោយសារស្រឡាញ់គ្នាពួកគេមិនអាចនៅឆ្ងាយពីគ្នាបានទេអូ Bradley អ្នកចម្បាំងដែលមានអាវុធយ៉ាងភ្លឺរាល់ថ្ងៃដោយមិនបានកាន់ដៃបងធ្វើឲ្យបេះដូងអូនទន់ខ្សោយ14ថ្ងៃសោះតែដូចជារហូតអញ្ចឹងអេវ៉ាលីនហា Bradley គូស្នេហ៍ទាំងពីរអោបគ្នាទៅវិញទៅមក Bradley បងដឹងទេថាខុសច្បាប់បងដឹងណាអូនសម្លាញ់តែបងមិនអាចរស់នៅដោយមិនបានឃើញមុខអូននោះទេមានអ្នកផ្សេងឃើញបងដែរទេអត់ទេគូស្នេហ៍ទាំងពីរចំណាយពេលនៅជាមួយគ្នាបន្ទាប់មកដល់ពេលដែល Bradley ត្រូវទៅតែយកខាងមុខមានថោដើមដំបងយក្សដែល Bradley មិនបានឃើញហើយធ្វើឲ្យគាត់ឈឺបងហូរឈាមហើយមិនអីទេកុំព្រួយអីបងនឹងមកជួបអូននៅថ្ងៃស្អែកបន្ទាប់មកអ្នកចម្បាំងក៏ចាកចេញ Evelyn លើកថោដើមដំបងយក្សដាក់នៅខាងក្រោយ13ថ្ងៃកន្លងផុតគូស្នេហ៍ទាំងពីរលបជួបគ្នារាល់យប់នៅសល់តែមួយថ្ងៃទៀតទេអូននឹងក្លាយជារបស់បងជារៀងរហូតហើយតែវាសនាត្រូវបានកំណត់ដោយរឿងផ្សេងទៀតនៅថ្ងៃទី14 Evelyn អង្គុយលើរទេះស្ដេចទៅកាន់ទន្លេដើម្បីងូតទឹកតាមប្រពៃណីដែលគ្រប់កូនក្រមុំទាំងអស់នៅក្នុងនគរតែងតែទៅងូតទឹកនៅថ្ងៃរៀបការរបស់ពួកគេតែនៅតាមផ្លូវកង់រទេះបានបាក់រទេះក៏រលំអត់ទេហាបុត្រីរបស់យើងព្រះនាង Evelyn មានរបួសជាទម្ងន់នគរទាំងមូលคล้ายជាស្ងប់ស្ងាត់ដោយសារកម្មវិធីត្រូវបានរំសាយតើព្រះនាងចាំមិនហើយវិជ្ជបណ្ឌិតកំពុងតែព្យាបាលនាងតែពួកគេនិយាយថាឱកាសដែលឲ្យនាងមើលឃើញពលឺថ្ងៃទៀតគឺមានតិចខ្លាំងណាស់អត់ទេមិនអាចទេអេវ៉ាលីនរបស់ខ្ញុំវិជ្ជបណ្ឌិតយ៉ាងមិនហើយនាងភ្លឹកស្បារដីទៅហើយអត់ទេក្បាលរបស់នាងត្រូវរបួសជាទម្ងន់តើនាងចឹងយូរប៉ុណ្ណាដែលទៅលោកវិជ្ជបណ្ឌិតនាងអាចដឹងខ្លួនឬក៏មិនអាចផងដែរអត់ទេដំណឹងបានរីកសាយពេញនគរដែលព្រះនាងកំពុងតែប្រយុទ្ធឲ្យមានជីវិតហើយគ្រប់គ្នាបួងសួងឲ្យនាងធម្មតាវិញ Bradley នៅចិត្តនាងរាល់ថ្ងៃមើលទៅមុខរបស់នាងច្រើនថ្ងៃកន្លងផុតទៅនៅថ្ងៃដ៏ល្អមួយព្រះនាង Evelyn បើកភ្នែករបស់នាងEvelyn អូមេដាបៃតាអូបុតសម្លាញ់អ្នកយាមហៅវិជ្ជបណ្ឌិតមកព្រះអង្គរៀបចំពិធីដ៏ធំមួយទៅឥឡូវ Evelyn រួចផុតពីគ្រោះថ្នាក់ហើយក្រាបទូល Evelyn Bradley ដែលទទួលដំណឹងនោះប្រញាប់ទៅជួបនាង Evelyn អូនសម្លាញ់អូនធ្វើបានហើយបងសប្បាយចិត្តណាស់ខ្ញុំសំទោសតែលោកជាអ្នកណាថាម៉េចបងជា Bradley ស្នេហាអូនយើងចិត្តរៀបការជាមួយគ្នាហើយខ្ញុំសំទោសខ្ញុំមិនដឹងថាលោកកំពុងនិយាយពីអ្វីនោះទេ Evelyn តម្រេតខ្លួនចុះកុំដាក់សម្ពាធលើខ្លួនឯងអីណាយើងត្រូវតែនិយាយគ្នា Evelyn ដឹងខ្លួនពីសន្លប់ហើយ
តែរបួសយករឿងមួយចំនួនចេញពីនាងគឺការចងចាំថ្មីនេះណាថោមួយតែលោកមានន័យថាម៉េចនេះគេហៅថាខូចស្មារតីនាងមិនចាំរឿងមួយចំនួននៅអតីតកាលអញ្ចឹងហើយនាងចាំមេដាបិតានាងភាសានាងនិយាយជំនាញរបស់នាងក៏មិនអីនោះដែរតែពី3ឆ្នាំចុងក្រោយការចងចាំរបស់នាងត្រូវបានលុបបាត់តើនាងអាចចងចាំឡើងវិញដែរទេឱកាសមានតិចណាស់ហើយនោះជាអភូតហេតុខ្ញុំផ្ដល់ដំបូន្មានថាកុំដាក់សម្ពាធលើនាងនាងកាន់តែសប្បាយចិត្តនាងកាន់តែឆាប់ជាឲ្យនាងសប្បាយចិត្តនឹងបានឲ្យមានអ្វីមួយដែលធ្វើឲ្យនាងចងចាំរឿងអតីតកាលឡើងវិញ Bradley បានដឹងខ្លួនថាធ្វើមិនល្អដោយប្រកែកជាមួយនាងគាត់សប្បាយចិត្តនិងភ្ញាក់ផ្អើល Bradley យើងដឹងថាឯងកំពុងតែគិតអីតែឯងបានលឺវិជ្ជាបណ្ឌិតហើយមែនដែរទេយើងទាំងអស់គ្នាចង់ឲ្យនាងចងចាំឡើងវិញចាញ់ទៅដល់លេងមួយខែទៅលំហែកាយហើយត្រឡប់មកវិញនឹងសង្ឃឹមថានាងនឹងជាទាំងស្រុងទឹកភ្នែកហូរចេញមក Bradley ងក់ក្បាលរឿងសំខាន់គឺសុខភាពរបស់ Evelyn មើលថែនាងផងខ្ញុំនឹងត្រឡប់មកវិញបន្ទាប់ពីមួយខែអ្នកចម្បាំងក្មេងនោះដកដង្ហើមធំខាត់អារម្មណ៍ពិតរបស់គាត់ហើយក៏ចាកចេញពីវាំង